សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវប្បធម៌និងជំនឿរបស់បងប្អូនខ្មែរយើងក៏ដូចជាបងប្អូនខ្មែរសាយស្រឡាយចិនការរៀបចំជំនាញផ្ទះគឺជាចំណុចដ៏សំខាន់មួយមិនអាចខ្វះបានក្នុងគេហដ្ឋានប៉ុន្តែតើអ្នកដឹងទេថាជំនាញផ្ទះពិតជាមានអត្ថន័យយ៉ាងណាហើយហេតុអ្វីបានជាយើងត្រូវគោរពបូជាថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីអត្ថកម្បាំងនិងវិធីរៀបចំជំនាញផ្ទះឲ្យត្រូវតាមក្បួនខ្នាតតើអ្វីទៅជាជំនាញផ្ទះជំនាញផ្ទះឬទីជោអ៊ីក្នុងជំនឿចិនគឺជាទេវតាឬវិញ្ញាណស័ក្តិសិទ្ធិដែលស្នាក់នៅថែរក្សាដីធ្លីនិងផ្ទះសម្បែងគេជឿថាជំនាញផ្ទះគឺជាអ្នកកត់ត្រានៅរាល់ទង្វើល្អអាក្រក់របស់សមាជិកក្នុងផ្ទះនិងជាអ្នកការពារមិនឲ្យវិញ្ញាណអាក្រក់ចូលមកយាយីជំនាញផ្ទះគឺជាវិញ្ញាណដែលនៅជិតស្និទ្ធបំផុតជាមួយម្ចាស់ផ្ទះការជ្រើសរើសទីតាំងដាក់ជំនាញផ្ទះទីតាំងគឺជារឿងសំខាន់បំផុតត្រូវដាក់ជាប់នឹងដីព្រោះលោកជាម្ចាស់ទឹកដីត្រូវដាក់ឲ្យបែរមុខទៅរកទ្វារធំនៃផ្ទះដើម្បីទទួលលាភសំណាងហាមដាក់នៅក្រោមជណ្ដាលទល់មុខបន្ទប់ទឹកឬដាក់នៅកន្លែងដែលមានភាពកក់ខ្វល់ទីតាំងល្អនាំមកលើសេរីសួស្តីនិងលុយកាក់ហូរចូលការរៀបចំគ្រឿងសក្ការៈបូជាតើអ្វីខ្លះដែលគួរមាននៅលើកន្លែងជំនាញផ្ទះធូបផ្កាស្រស់ជានិមិត្តរូបនៃភាពរីកចម្រើនពែងទឹកតែឬទឹកស្អាត5ពែងឬ3ពែងតាមទម្លាប់ចានផ្លែឈើជាពិសេសផ្លែឈើដែលមានឈ្មោះជានិមិត្តរូបល្អបបរផែមឬនំចំណីក្នុងថ្ងៃសិលឬថ្ងៃបុណ្យភាពស្អាតស្អំនិងទឹកចិត្តជ្រះថ្លាគឺជាគ្រឿងសក្ការៈដ៏ល្អបំផុតអត្ថប្រយោជន៍និងជំនឿនៃការបន់ស្រន់ហេតុអ្វីបានជាយើងត្រូវអ៊ុតធូបរាល់ថ្ងៃដើម្បីសុំសេចក្តីសុខសប្បាយដល់សមាជិកគ្រួសារដើម្បីសុំឲ្យការរកស៊ីមានបានជួយដូរដាច់ជាការរំលឹកសតិឲ្យយើងធ្វើអំពើល្អនិងមានសីលធម៌ក្នុងផ្ទះសម្បែងជំនឿនាំមកនូវសន្តិភាពផ្លូវចិត្តនិងក្តីសង្ឃឹមជាចុងក្រោយការគោរពជំនាញផ្ទះមិនមែនត្រឹមតែជារឿងអភិយជំនឿនោះទេប៉ុន្តែវាគឺជាសិល្បៈនៃការរស់នៅដែលបង្រៀនឲ្យយើងចេះដឹងគុណដល់ទីកន្លែងដែលយើងរស់នៅបើបងប្អូនរៀបចំបានស្អាតបាតនិងមានចិត្តល្អបរិសុទ្ធនោះលាភសំណាងនឹងនៅជាមួយបងប្អូនជានិច្ចអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង share ដើម្បីចែករំលែកចំណេះដឹងនេះទៅកាន់មនុស្សដែលជាទីស្រឡាញ់របស់អ្នកផងណាសំណាងល្អទាំងអស់គ្នា